大家好，最近大家好吗？សួស្តីអ្នកគ្នាថ្មីនេះយ៉ាងម៉េចដែរសុខសប្បាយជាទេអូខេវិលមកជួបខ្ញុំសារជាថ្មីជាមួយនឹងវីដេអូបង្រៀនភាសាចិនហើយសម្រាប់ថ្ងៃនេះខ្ញុំមានពាក្យតាក់ទងជាមួយនឹងទិសយកមកចែកជូនដល់បងប្អូនទាំងអស់គ្នាដូចជាអូខេយើងមានទិសទាំង4យកមកបង្រៀនចែកជូនទៅដល់បងប្អូនទាំងអស់គ្នាហើយនឹងមានពាក្យផ្សេងក្រៅពីហ្នឹងខ្លះនឹងមានប្រយោគឥឡូវយើងចូលទៅសិក្សាទាំងអស់គ្នាអូខេអញ្ចឹងយើងមកមើលជនជាអ្នកយើងដល់គ្នាជនជាអ្នកយើងគឺជនជាអ្នក C CE គឺ C ដដែលអ្នកគ្នា C អញ្ចឹងពាក្យនេះយើងអានថា C ស្លេងទី1អ្នកគ្នា C C ពៀនអូខេពាក្យនេះយើងអានថា C ពៀន C ពៀន C ពៀនអូខេឥឡូវយើងអានថា C ពៀនតមកទៀតពេលថាបន្តមកទៀតយើងអាចនិយាយថាជិ C អូខេឥឡូវខ្ញុំព្យាយាមនិយាយពាក្យជិ C ឬក៏យើងប្រើការនិយាយជាភាសាចិនអូខេតោះឥឡូវយើងបន្តជិ C អញ្ចឹងពាក្យនេះយើងអានថាតងពៀនអូខេយើងមកមើលព្យញ្ជនៈគឺព្យញ្ជនៈតើបូកជាមួយនឹងស្រៈអងតើអងតងអ៊ីអានអៀនប៉អៀនពៀនអញ្ចឹងពាក្យនេះគឺដូចគ្នាអ្នកគ្នាតាក់ទងជាមួយនឹងទិសវាតែតែវាមានពាក្យថាពៀននេះនៅពីក្រោយដូចគ្នាដូចជាពាក្យនេះយើងយកមកប្រាប់ដល់អ្នកនរគ្នាអញ្ចឹងទៅអូខេតងពៀនតងពៀនតងពៀនហៅទៅជីស៊ីបាអានេះយើងអានថាបៃពៀនប៉ដាក់ស្រៈអី3ស្រេងទី3បៃពៀនអូខេបៃពៀនបៃពៀនបៃពៀនជីស៊ីណានពៀនអូខេណាននៅអានណានស្រេងទី2ណានពៀនណានពៀនណានពៀនអូខេឥឡូវយើងមកមើលសាដាមឡើងវិញស៊ីពៀនស៊ីពៀនស៊ីពៀនតងពៀនតងពៀនតងពៀនបៃពៀនបៃពៀនបៃពៀនណានពៀនណានពៀនណានពៀនអូខេជីស៊ីបាទយើងមកមើលព្យញ្ជនៈនេះគឺព្យញ្ជនៈជឺបូកជាមួយនឹងស្រៈអអញ្ចឹងពាក្យនេះយើងអានថាជ័រស្រេងទី3ជ័រពៀនដូចគ្នាអ្នកនរគ្នាជ័រពៀនជ័រពៀនជ័រពៀន好的继续អ៊ីបូកជាមួយនឹងស្រៈអូស្រៈនេះគឺស្រៈអូព្យញ្ជនៈអ៊ីអូយោអូខេអញ្ចឹងស្រេងទី4យើងអានថាយោពៀន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 អូខេតមកទៀតពាក្យនេះយើងអានថាជាន់អូខេជាន់អ៊ូអានគឺអន់ស្រាប់សំអ្នកនរគ្នាអ៊ូអានអន់ជឺអន់ជាន់អូខេជាន់ស្រេងទី3ជាន់អូខេជាន់តោះឥឡូវយើងមកមើលអានម្ដងទៀតស៊ីពៀនតងពៀនបៃពៀនណានពៀនจอเปียน右边จวนអូខេពាក្យតាក់ទងជាមួយនឹងទិសគឺវាអត់ច្រើនណាគ្នាព្រោះវានៅមានពាក្យច្រើនក្នុងខណៈយើងរៀនតែ4ទិសហ្នឹងទៅរៀនតែប៉ុណ្ណឹងទៅគឺយើងអាចប្រើបានទេណាគ្នាយើងអាចប្រើយកភាសាចិនយកទៅនិយាយជាមួយជនជាតិដើមគេបានទេណាគ្នាគេអាចស្ដាប់យើងយល់ហើយបើចាំទៅមានទិសអាគ្នេយ៍នេះដីពីយប់អីហ្នឹងទេគឺយើងនិយាយតែ4ទិសហ្នឹងទៅឲ្យដឹងទៅអូខេឥឡូវយើងមកមើលការបកប្រែពាក្យថាស៊ីពៀនយើងប្រែថាខាងលិចស៊ីពៀនខាងលិចជីស៊ីតងពៀនខាងកើតបៃពៀនខាងជើងណានពៀនខាងត្បូងអញ្ចឹងពាក្យថាតាក់ទងជាមួយនឹងទិសគឺវាស្រួលទន្ទិញមែនតើស៊ីអូខេស៊ីតងបៃណានលិចកើតជើងត្បូងអូខេស៊ីតងបៃណានលិចកើតជើងត្បូងគាត់ថាបើយើងចង់និយាយពីខាងយើងដាក់ពាក្យថាពៀនមកស៊ីពៀនតងពៀនបៃពៀនណានពៀនខាងលិចខាងកើតខាងជើងខាងត្បូងអូខេបន្តមកទៀតយើងមកមើលពាក្យថាជ័រអូខេយើងមកមើលពាក្យថាជ័រពៀនអូខេជ័រពៀនយើងប្រែថាខាងឆ្វេងអញ្ចឹងពាក្យថាជ័រយើងប្រែថាឆ្វេងអ្នកនរគ្នាជ័រឆ្វេងអូខេយើងមកមើលពាក្យថាយោពៀនមានន័យថាខាងស្ដាំយោនេះគឺស្ដាំអ្នកនរគ្នា
chọn ok chọn bot ឬក៏បង្វិលអ្នកនរគ្នាប្រែថា bot ក៏បានប្រែថាបង្វិលក៏បានបើសិនជាយើងបើកបររថយន្តយើងអាចប្រែថា bot អូខេជន់យកពៀនជន់ជាប់ពៀនអីចឹងណាឈៀនមានជន់យកពៀនជន់ជាប់ពៀនអីចឹងទៅខាងមុខ bot ឆ្វេង bot ស្ដាំអីចឹងទៅហើយបើសិនជាយើងប្រើការតាក់ទងជាមួយនឹងពាក្យដែលយើងត្រូវប្រើពាក្យថាបង្វិលអីចឹងយើងអាចថាឧទាហរណ៍អ្នកនរគ្នាជន់ត្រូវអូខេបង្វិលក៏បានបង្វិលមុខអីមកហើយចឹងអូខេជន់នេះប្រែថា bot ឬក៏បង្វិល好继续我们来看我们的有句话 OK អញ្ចឹងពាក្យថានីណាអ៊ីនីស៊ីបូកជាមួយនឹងស្រៈអ៊ីគឺស៊ីតារាអ្នកគ្នាហើយសលេងទី1អូខេស៊ីអ៊ីអាវយ៉ាវសលេងទី4យ៉ាវស៊ីយ៉ាវអញ្ចឹងពាក្យនេះយើងអានថាស៊ីយ៉ាវកើអីកៃសលេងទី3កៃអ៊ូវអូខេវសលេងទី3ដូចគ្នាវ过去អូខេកើអកសលេងទី4ក区域สเลนទី4去អូខេ过去จีเอียស្រៈនេះគឺស្រៈអ៊ីអសព្យញ្ជនៈจีเอียជាអូខេជាតទៅទៀតញីអូខេមកអាម៉ាអូខេឥឡូវយើងមកមើលពាក្យហ្នឹងញី需要给我过去ជា女妈អញ្ចឹងយើងមកមើលពាក្យ3អ្នកគ្នា女需要给我过去接你吗女需要给我过去接你吗អូខេបន្តមកទៀត我的កន្លែងនេះគេនិយាយថា我的家我的家很សលេងទី3很ណអានណានសលេងទី2ណានយើងមកមើលកន្លែងនេះសលេងដូចគ្នាប៉ុន្តែអក្សរខុសគ្នាអត្ថន័យវាក៏ខុសគ្នាដែរអ្នកគ្នាអូខេឥឡូវយើងបន្តទៀតភាសាចិនពេលខ្លះវាមានករណីពិសេសអ្នកគ្នាពាក្យដូចពាក្យខ្លះអានដូចគ្នាទេប៉ុន្តែអក្សរខុសគ្នាយើងមានអត្ថន័យខុសគ្នាអូខេណានជឺបូកជាមួយនឹងស្រៈអោជឺអោចោសលេងទី3ចោណានចោហិនណានចោពាក្យហ្នឹងគឺវានៅជាមួយគ្នាហិនណានចោអូខេហិនណានចោយ៉ោពាក្យថានេះគឺយើងមាននៅខាងលើហើយមិញអ៊ីអោយ៉ោសលេងទី4យ៉ោជន់អ៊ូអានអួនជឺអួនជន់有边转有边转左边អូខេ转左边នេះខ្ញុំយកពាក្យនេះខ្ញុំដាក់ពណ៌ងាយស្រួលចំណាំអ្នកគ្នា转右边转左边很多车踩到អូខេយើងមកមើលម្ដងទៀតពាក្យនេះយើងអានថា我的一家很សលេងទី3ហិនណអានណានសលេងទី2ណានជឺអោចោសលេងទី3ចោអ៊ីអោយ៉ោសលេងទី4យ៉ោអ៊ូអានអួនជឺអួនជន់សលេងទី3ជន់右边អូខេជន់右边ជន់左边转右边转左边ហ很的我多吃ដដែលសលេងទី4វាទៅជាឆ很多车柴ឈឺអាយឆាយតើអោតអូខេឆាយតទៀតឥឡូវយើងមកមើលការសម្រាយពាក្យមួយអ្នកនរគ្នាអូខេពាក្យថានីយើងប្រែថាអ្នកអូខេនីអ្នក需要នេះគឺប្រែថាត្រូវការអូខេត្រូវការ需要ត្រូវការកៃវពាក្យថាកៃយើងប្រែថាឲ្យវគឺខ្ញុំកៃវឲ្យខ្ញុំគាត់ឈីនេះប្រែថាទៅអ្នកនរគាត់ឈីនេះទៅឬក៏ចេញទៅអូខេពាក្យថាជានេះគឺប្រែថាទទួលឬក៏ទៅយកអីចឹងអ្នកនរទៅយកទៅទទួលអីចឹងទៅគាត់ឈីជានេះមកពាក្យថានេះប្រែថាអ្នកមកនេះប្រែថាវាជាប្រយោគសំណួរជាមួយនឹងអក្សរជាសញ្ញាសួរណាអ្នកនាងប្រយោគសំណួរអញ្ចឹង女需要给我过去接你吗អូខេយើងប្រែមើលថាប្រែថាម៉េចអូខេឥឡូវយើងមកមើលសម្រាយអាខម្ដងទៀតវយើងប្រែថាខ្ញុំវតើប្រែថារបស់ខ្ញុំអញ្ចឹងពាក្យតើនេះប្រែថារបស់អូខេជានេះយើងប្រែថាផ្ទះអញ្ចឹងវតើជាផ្
tia rồi bọc nhóm ok của tơ chế tia rồi bọc nhóm bị thà hân ní phải thằng nè nán phải thà lùm bạ cháu nhưng phải thà rộp tập bị hân nán cháu phải thà lùm bạ rộp nè ok hân nán cháu lùm bạ rộp nè rồi có bị bạ rộp nè giáo ní cứ nhưng phải thà trừ ok trừ một bị thà sử giáo nữa thử cá ok tập bị giáo ní phải thà trừ chuan phải thà bọt rồi có bằng vần đó dấu biên ok biết thay dấu biên đam chọn dấu biên chọn chỗ biên là như bộ châu kia mà chọn dấu biên chọn chỗ biên bắt đam bắt quên ok chọn dấu biên chọn chỗ biên bắt đam bắt quên biết tha hấn nhưng phải mình hãy tha nè tập bị hấn to phải thả tràn này tập bị biết chợ mới tiệt chợ nhưng phải thả đo rồi còn lực ý chợ mà lực làng chợ bị lực ấy tập bị hấn to chợ phải thả tràn đo này tràn lực này ok trái phải thả tớp trái tỏ tao ní dùng phải thật đỏ chẳng trái tỏ từ đỏ chẳng sắp màu với ok nè đặc ni ai bài bài đấy 我的家很难找要转右边转左边很多次才到 ok ឥឡូវយើងមកមើលការបកប្រែយើងតើគ្នា我是你需要 ok 我过去接你吗 ok តើអ្នកត្រូវការឲ្យខ្ញុំទៅទទួលអ្នកអត់បានន័យថាអានេះយើងឧទាហរណ៍ចាខាងតួអង្គម្នាក់នេះគឺគាត់ប្របួលគេទៅណាទៅណីអញ្ចឹងទៅហើយគាត់សួរថាឲ្យខ្ញុំទៅទទួលអ្នកឯងដល់ផ្ទះអត់អីចឹងណាអញ្ចឹងយើងប្រើគេប្រើពាក្យថានេះ需要给我过去接你吗អូខេអ្នកត្រូវការឲ្យខ្ញុំទៅទទួលអត់អូខេអញ្ចឹងតួអង្គនេះគេនិយាយថាអូខេ我的家很难找要转右边转左边很多车才到កន្លែងនេះគឺគេប្រាប់ថាផ្ទះរបស់ខ្ញុំពិបាករកណាស់អូខេវត្តជាហណានចោផ្ទះរបស់ខ្ញុំគឺពិបាករកណាស់ត្រូវបត់ស្ដាំបត់ឆ្វេងច្រើនដងបានដល់អូខេវត្តជាហណានចោ要转右边转左边很多车才到អូខេផ្ទះរបស់ខ្ញុំពិបាករកណាស់ត្រូវបត់ស្ដាំបត់ឆ្វេងច្រើនដងបានដល់ទៅបានន័យថាវាញ៉ៃញ៉ៃគេអត់ចង់ឲ្យទៅទេខ្លាចម្នាក់នេះចំពេងអីចឹងទៅអញ្ចឹងគឺជីវៈនេះវាគ្រាន់តែជាការសម័យរបស់ខ្ញុំទេណាដល់គ្នាហើយបើសិនជាបងប្អូនរៀនពាក្យនឹងយើងអាចបង្កើតជាប្រយោគអីផ្សេងទៀតក៏បានដែរណាគ្នាហើយបើសិនជាខ្លាចខុសខ្លាចអីយើងអាចថាចូល comment ខ្ញុំមកបង្កើតជាប្រយោគអីចូល comment ទៅខ្ញុំនឹងចូលទៅ reply ចូលទៅមើលអីចឹងទៅណាគ្នាហ្នឹងសម្រាប់បងប្អូនដែលថាអត់ច្បាស់អីចឹងទៅហើយបើសិនជាមានកន្លែងណាតោះឆ្កងអីឥឡូវសូមមេត្តាអធិស្ឋានចឹងទៅអញ្ចឹងវីដេអូយើងគឺបានមកដល់ទីបញ្ចប់ទៅធំហ្នឹងហើយអ្នកនរគ្នាអញ្ចឹងមុននឹងចប់យើងរំលឹកម្ដងទៀតស៊ីតង់បៃណានលិចកើតជើងត្បូងគឺងាយទេហើយសម្រាប់វីដេអូមុនយើងបានរៀនពាក្យជាជៀនឆឹងជ្រូបូកដកគុណចែកណាអ្នកគ្នាអាហ្នឹងខ្ញុំរំលឹកតិចចាហើយអានេះគឺស៊ីតង់បៃណានលិចកើតជើងត្បូងស៊ីតង់បៃណានលិចកើតជើងត្បូងអូខេជាន់បង្វិលបត់អូខេអញ្ចឹងមេរៀនរបស់យើងមកដល់ទីបញ្ចប់ទៅតាមនេះអរគុណអ្នកនរគ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទហើយបើសិនថាគិតថាល្អបងប្អូនអ្នកនរគ្នាជួយចុច share ចុច like និង comment អីផ្សេងមកហើយបើសិនជាមានកំហុសខុសឆ្គងកន្លែងណាសូមមេត្តាអធិស្ឋានអូខេជំរាបលាបាយបាយ